មុំបីដែលអាចជួយធ្វើឲ្យយុវជនរបស់យើងអាចកសាងខ្លួនអភិវឌ្ឍខ្លួនក្លាយទៅជាតំពាំងស្នូលរិស័យដ៏មានគុណភាពមុំទី1គឺគ្រួសារមុំគ្រួសារនេះសំខាន់ណាស់ព្រោះព្រះសម្មាសម្ពុទ្ធបានចាត់ទុកមាតាបិតាឬក៏អាណាព្យាបាលជាពុព្វចាមានន័យថាគ្រូទី1ឪពុកម្ដាយឬក៏អាណាព្យាបាលនេះហើយដែលជាអ្នកបង្ហាត់បង្រៀនកូនគ្រប់បែបយ៉ាងតាំងពីការដើរដេកឈរអង្គុយនិយាយធ្វើកិច្ចការងារផ្ទះសិលធម៌សុជីវធម៌ក្នុងការដើរដេកឈរអង្គុយអញ្ចឹងក្មេងមានចរិតល្អចរិតមិនល្អគឺអាស្រ័យទៅលើអាណាព្យាបាលឬក៏ឪពុកម្ដាយនេះហើយឪពុកម្ដាយឬក៏មុំគ្រួសារនេះសំខាន់ដោយពួកគាត់ត្រូវមានទំនាក់ទំនងជាប្រចាំជាមួយនឹងលោកគ្រូអ្នកគ្រូឬក៏គណៈគ្រប់គ្រងសាលារៀនដើម្បីសួរនាំអំពីការសិក្សារបស់កូនគាត់មានតួនាទីសំខាន់ក្នុងការតាមដានអត្តចរិតរបស់កូនព្រោះកូនចំណាយពេល20ម៉ោងនៅផ្ទះហើយតែ4ម៉ោងទេនៅសាលារៀនអញ្ចឹងពួកគាត់អាចដឹងពីសកម្មភាពរបស់កូនតើគាត់មានធ្វើអ្វីប្លែកអ្វីល្អឬក៏អ្វីមិនល្អទាំងថ្ងៃទាំងយប់កត្តាទី2មុំទី2គឺសាលារៀននិងសង្គមជាតិសាលារៀនក៏មានតួនាទីសំខាន់ដែរក្នុងការធ្វើយ៉ាងណាកសាងឲ្យកូនរបស់យើងយុវជនជំនាន់ក្រោយរបស់យើងមានចំណេះជំនាញពិតអញ្ចឹងលោកគ្រូអ្នកគ្រូគណៈគ្រប់គ្រងសាលារៀនខំប្រឹងខ្លាំងណាស់ដើម្បីឲ្យពួកគាត់មានចំណេះជំនាញពិតមានបំណិនជីវិតដើម្បីថ្ងៃក្រោយទៅគាត់អាចធ្វើជាម្ចាស់ការរបស់ខ្លួនឯងបានមិនធ្វើជាបន្ទុករបស់គ្រួសារហើយក៏មិនធ្វើជាបន្ទុករបស់សង្គមមុំទី2នេះផងដែរគឺសង្គមក៏សំខាន់ដែរយើងទាំងអស់គ្នាគឺជាកោសិកាសង្គមដូច្នេះយើងមានតួនាទីក្នុងការធ្វើយ៉ាងណាអភិវឌ្ឍសង្គមជាតិយើងហើយអភិវឌ្ឍសង្គមជាតិយើងទៅបានលុះត្រាតែយុវជនចំនួនក្រោយរបស់យើងគាត់មានគុណភាពគាត់ខ្លាចទៅជាតំពាំងដ៏មានគុណភាពដើម្បីស្នូលរិស័យអញ្ចឹងយើងទាំងអស់គ្នាមានតួនាទីផ្សព្វផ្សាយអ្វីដែលល្អកុំផ្សព្វផ្សាយអ្វីដែលមិនល្អប៉ះពាល់អារម្មណ៍របស់គាត់ដូចជាការផ្សព្វផ្សាយគ្រឿងញៀនស្រាគ្រប់ប្រភេទអំពើហិង្សាឬក៏អ្វីផ្សេងទៀតការជេរប្រមាថគ្នានៅតាមបណ្ដាញសង្គមគាត់ឃើញហើយគាត់នឹងដកជាប់អារម្មណ៍ប៉ះពាល់ដល់ផ្លូវអារម្មណ៍គាត់ពួកក្មេងតែគាត់ឃើញហើយគាត់ចង់ដឹងចង់ឮចង់សាកជាពិសេសគឺរឿងគ្រឿងញៀនរឿងស្រារឿងបារីអេឡិចត្រូនិកនិងអ្វីផ្សេងទៀតដែលមិនល្អអញ្ចឹងយើងចូលរួមទប់ស្កាត់នៅការផ្សព្វផ្សាយនៅអ្វីដែលមិនល្អទាំងអស់នេះហើយចូលរួមបង្កើតវីដេអូល្អមាតិកាល្អអប់រំដល់ពួកគាត់បានឃើញបានជួបជៀបទៅក្នុងគូក្បាលរបស់គាត់មុំទី3គឺយុវជនខ្លួនគាត់បងប្អូនត្រូវចាំថាព្រះសម្មាសម្ពុទ្ធមានពុទ្ធដីកាថាអត្តាហេអត្តនោនិថាមានន័យថាខ្លួនគឺជាអធិបតីរបស់ខ្លួនគឺជាម្ចាស់ជោគវាសនារបស់ខ្លួនឯងមិនអាចនរណាម្នាក់មកសម្រេចជោគវាសនារបស់យើងបានទេក្នុងសាសនាពុទ្ធយើងទាំងអស់គ្នាសុទ្ធតែដឹងថាយើងជឿទៅលើកម្មផលកម្មមានន័យថាទង្វើការធ្វើរបស់យើងធ្វើអីនឹងទទួលបានផលនឹងសាសនាពុទ្ធជឿទៅលើហេតុហើយនឹងផល
មាននេះទើបមាននោះអូនខំរៀនទើបអូនចេះអូនខំរកទើបអូនមានมันអាចបួងសួងសុំទ្រព្យសម្បត្តិมันអាចបួងសួងសុំចំណេះដឹងបានទេអ្វីគ្រប់យ៉ាងកើតចេញពីកម្មការធ្វើទើបវាទទួលបានផលហើយខ្ញុំឃើញបងប្អូនទីច្រើនគាត់អះអាងខ្លួនគាត់ថាគាត់គឺកើតនៅក្នុងសម័យ Gen Z ខ្ញុំទទួលស្គាល់សម័យ Gen Z ក៏ប៉ុន្តែបងប្អូនកុំភ្លេចថាបើបងប្អូន lazy បងប្អូន crazy បងប្អូននឹងខ្លាចទៅជាសម័យ Gen អត់ AC បងប្អូនមិនអាចពឹងផ្អែកពឹងពាក់ទៅលើឪពុកម្ដាយរបស់បងប្អូនពេញមួយជីវិតទេថ្ងៃណាមួយគាត់នឹងចាស់ជរាហើយនឹងលាចាកលោកទៅហើយបងប្អូនគ្មានចំណេះជំនាញពិតដើម្បីចិញ្ចឹមខ្លួនឯងទេបងប្អូននឹងវេទនាថ្ងៃក្រោយមួយទៀតខ្ញុំឃើញទម្លាប់បងប្អូនសម័យ Gen Z នេះគាត់ lifestyle របស់គាត់ចូលគេងយប់ជ្រៅគាត់ប្រើទូរស័ព្ទច្រើនតែប្រើទូរស័ព្ទនេះក្នុងគោលបំណងមួយសម្រាប់តែការសប្បាយប៉ុណ្ណោះដូចជាការស្ដាប់តន្ត្រីលេង TikTok លេង game ឬក៏ធ្វើរឿងផ្ដេសផ្ដាសផ្សេងទៀតពេលអង្គុយក៏មើលពេលឈរក៏មើលពេលញ៉ាំក៏មើលពេលគេងក៏មើលពេលក្នុងបន្ទប់ទឹកក៏មើលពេលជិះម៉ូតូក៏មើលពេលជិះឡានក៏មើលពេលជិះយន្តហោះក៏មើលពេលទៅហែលទឹកក៏មើលនៅកន្លែងណាក៏មើលបងប្អូនធ្វើដូច្នេះថ្ងៃក្រោយទៅបងប្អូនប្រកាសជាស្ដាយក្រោយជាមិនខានខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាកែទម្លាប់ទាំងអស់នេះទម្លាប់មិនល្អមួយទៀតគឺបងប្អូនទម្លាប់ញ៉ាំចំណីអាហារដែលមិនល្អប៉ះពាល់សុខភាពដូចជាគ្រឿងផ្អែមហើយនឹងចំណីអាហារដែលកែច្នៃដូចជា snack ដូចជាសាច់ដែលកែច្នៃចំណីអាហាររបស់នេះប៉ះពាល់ណាស់បងប្អូនវាធ្វើឲ្យបងប្អូនខូចកលៀនខូចតម្រងនោមខូចកាពះខូចពោះវៀនបើបងប្អូនរៀនចប់ទៅហើយបងប្អូនមានជំងឺទាំងអស់នេះតើបងប្អូនអាចខ្លាចទៅជាទំពាំងស្នងរស័យមិនដេចនឹងកើតខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាកែទម្លាប់ពីការប្រើទូរស័ព្ទមកបង្កើតទម្លាប់អានសៀវភៅវិញព្រោះការអានសំខាន់ណាស់អានកាន់តែច្រើនយើងទទួលបានចំណេះដឹងកាន់តែច្រើនបងប្អូនកុំភ្លេចថាការអានសៀវភៅគឺជាការរៀនដោយគ្មានគ្រូព្រោះសៀវភៅមួយសរសេរដោយអ្នកប្រាជ្ញសរសេរដោយអ្នកដែលមានបទពិសោធន៍ចំណេះវិជ្ជាខ្ពង់ខ្ពស់ហើយទម្រាំតែបោះពុម្ពឲ្យបងប្អូនអានបានគឺឆ្លងកាត់ដំណាក់កាលច្រើនក្នុងការត្រួតពិនិត្យបងប្អូនត្រូវចាំថាបើបងប្អូនមិនបដូរទម្លាប់ទាំងអស់នេះទេបងប្អូននឹងខូចសុខភាពនៅថ្ងៃក្រោយបងប្អូនកុំភ្លេចថាសុខភាពផ្លូវកាយនិងផ្លូវចិត្តសំខាន់ណាស់ហើយបើបងប្អូនគ្មានសុខភាពទេជីវិតស្មើសូន្យ